សូមស្វាគមន៍មកកាន់វេទិកាប្លែកៗជុំវិញពិភពលោកជាមួយខ្ញុំតារាមុនចូលប្រធានបទរបស់យើងខ្ញុំសូមចូលរួមអបអរសាទរដល់ប្រជាជនកាហ្សាដែលពួកគាត់ទទួលបានសិទ្ធិសេរីភាពពេញលេញរបស់គាត់មកវិញគ្នាគឺដោយសារតែក្រុមហាម៉ាស់ជាមួយនឹងអ៊ីស្រាអែលបានជប់ការបាញ់គ្នាទៅអញ្ចឹងធ្វើឲ្យប្រជាជនពួកគាត់បានសេរីភាពរបស់គាត់មកវិញគឺថាអ្នកគ្នាអាចមើលវីដេអូនេះបានគឺគាត់សប្បាយចិត្តឬក៏គាត់នេះមែនតើអ្នកគ្នាសូម្បីតែយើងមើលហើយក៏ចង់សោតភ័យតាមគាត់ដែរពួកគាត់មានការបាញ់ប្រហារគ្នាធ្វើឲ្យមានមនុស្សស្លាប់ជាមួយនឹងមនុស្សរបួសរាប់រយនាក់អ្វីដែលជាពិសេសនោះគឺអ្នករងទុក្ខគឺប្រជាជនកាហ្សាផ្ទាល់មកគឺគាត់រងទុក្ខនឹងការខ្វះអាហារខ្វះស្បៀងខ្វះថ្នាំសង្កូវខ្វះកន្លែងស្នាក់នៅគឺយើងបានឃើញជាច្រើនមកហើយអ្នកគ្នានេះគឺហៅថាអតិពលសង្គ្រាមអ្នកគ្នាគ្មានចំណេញទេក្រៅពីបាត់បង់អាយុជីវិតយើងកន្លែងមើលមកប្រទេសរបស់យើងវិញនៅថ្ងៃទី10ខែ10 2025ថ្ងៃនេះគឺពួកសៀមវាបានលុបលាយវាម្ដងទៀតអ្នកគ្នាមានម្ដងថាការបានពួកវាឆ្អែតឆ្អន់ការបានពួកវាហត់នឹងការធ្វើចរិតដោយកូនក្មេងលេងដីជាអ្នកគ្នាហើយខ្ញុំនឹងជឿជាក់មុខមកថារដ្ឋាភិបាលរបស់យើងគឺអត់អោបដៃនៅស្ងៀមទេអ្នកគ្នាយើងជឿជាក់លើរដ្ឋាភិបាលរបស់យើងថាលោកនឹងរកដំណោះស្រាយឲ្យយើងអ្នកគ្នាខ្ញុំពិតជាអាណិតបងឬក៏បើជីវរដ្ឋនៅតាមតំបន់ដែលពួកវាញ៉ៃហ្នឹងមែនតើជាពិសេសគឺបងវរៈក្នុងតបរបស់យើងអ្នកគ្នាឥឡូវចូលប្រធានបទរបស់យើងវិញអ្នកគ្នាថ្ងៃនេះខ្ញុំចង់និយាយពីប្រធានបទទាក់ទងនឹងសង្គ្រាមអ្នកគ្នាគឺព្រោះមួយរយៈនៅជុំវិញពិភពលោកគឺមានសង្គ្រាមច្រើនមែនទែនអ្នកគ្នាបានដឹងស្រាប់ថាការសង្គ្រាមគ្មានអីក្រៅពីការបង្ហូរឈាមសង្គ្រាមគឺជាវិនិស្សកម្មរបស់ពិភពលោកមួយអ្នកគ្នាសង្គ្រាមគឺជាការបង្ហូរឈាមរវាងមនុស្សជាតិជាមួយនឹងមនុស្សជាតិអ្នកគ្នាពាក្យថាសង្គ្រាមមួយម៉ាត់គឺត្រូវតែមានការពលីអ្នកគ្នាប្រទេសណាក៏ដូចប្រទេសណាដែរអ្នកគ្នាគឺអត់ចង់មានសង្គ្រាមទេអ្នកគ្នាខ្ញុំជាកូនខ្មែរមួយរូបគឺខ្ញុំមានមោទនភាពទៅលើប្រទេសរបស់ខ្ញុំខ្លាំងមែនទែនអ្នកគ្នាគឺយើងឆ្លងកាត់សង្គ្រាមជាច្រើនណាស់ខ្ញុំហ៊ាននិយាយថាជុំវិញពិភពលោកនេះគ្មានពីណាគេខ្លាំងឬក៏អាចដោយប្រទេសខ្មែរទេអ្នកគ្នាប្រទេសកម្ពុជាយើងគឺត្រូវការតែសន្តិភាពតែប៉ុណ្ណោះគឺមិនចង់មានសង្គ្រាមជាមួយប្រទេសណាឬក៏បង្កចំនួនជាមួយប្រទេសជិតខាងណាទេអ្នកគ្នាពីព្រោះប្រទេសកម្ពុជារបស់យើងឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃឆ្អែតឆ្អន់ហើយមែនទែនអ្នកគ្នាបើសិនជាយើងនិយាយ compare ជាមួយប្រទេសជិតខាងដូចជាប្រទេសពួកអាចោសៀមគឺគុំនិយាយសោះអ្នកគ្នាបើសិនជាប្រទេសវាដូចជាប្រទេសយើងវិញគឺគ្មានថ្ងៃងើបរួចទេអ្នកគ្នាប្រទេសកម្ពុជារបស់យើងពិតជាខ្លាំងមែនទែនអ្នកគ្នាដួលច្រើនសាងើបច្រើនសាគឺមិនបោះបង់ទេអ្នកគ្នាអ្វីដែលសំខាន់នោះជាកម្លាំងប្រជាជនមែនទែនអ្នកគ្នាពួកគាត់ស្រស់ដៃគ្នាមែនទែនអញ្ចឹងប្រធានបទរបស់យើងថ្ងៃនេះគឺអត់មានអីច្រើនទេគឺនិយាយពីតកតនឹងសង្គ្រាមនៅមាត់អ្នកគ្នាខ្ញុំសូមឲ្យអ្នកគ្នាមានការប្រុងប្រយ័ត្នឬក៏ចង់និយាយថាទេហ្មងគឺចំពោះសង្គ្រាមគឺកុំឲ្យមានសង្គ្រាមកើតឡើងអសវាអាចប្របាដល់យើងប្របាដល់អនាគតកូនចៅរបស់យើងទៀតអ្នកគ្នាអញ្ចឹងយើងមិនត្រូវការសង្គ្រាមទេ Cambodia need peace